ព្រឹកនេះខ្ញុំនឹងគ្រួសារបបួលគ្នាចូលរោងបន្លែទាំងព្រឹកដើម្បីប្រមូលផលស្ពៃក្តោបពណ៌ស្វាយស្ពៃក្តោបនេះខ្ញុំដាំនៅក្នុងដីដែលយើងចង់កែប្រែអញ្ចឹងហើយផ្លែរបស់វានឹងអត់សូវបានធំល្អទេបងប្អូនណាមួយយើងដាំនៅរដូវក្តៅផងស្ពៃក្តោបបើសិនជាបងប្អូនដាំជ្រើសរើសនៅរដូវត្រជាក់វាល្អស្រួលថែទាំហើយបានផ្លែធំៗល្អទៀតហើយចំពោះពូជខាត់ណាខ្ញុំមកប្រមូលផលខាត់ណាដែរខាត់ណាខ្ញុំបានជ្រើសរើសពូជបោះចិនណាបងប្អូនចាឃើញថានៅលើទីផ្សារកសិករយើងក៏ដាំយកមកលក់ច្រើនដែរពូជនេះធាងវាធំដើមវាធំអត់សូវមានស្លឹកទេចំណេញក្នុងការដាំដុះហើយបានសាច់ច្រើនក្នុងការញ៉ាំព្រោះយល់ថាពូជរបស់ខ្មែរយើងហ្នឹងវាអាចារ្យហ្នឹងវាភិកច្រើនវាស្លឹកច្រើនហើយសម្បកវាក្រាស់ទៀតចឹងបងប្អូនបន្លែខ្លះយើងជ្រើសរើសដាំតាមរដូវកាលហើយនឹងរើសពូជដែរពេលដែលយើងដាំទៅយើងបានទិន្នផលច្រើនហើយងាយស្រួលក្នុងការថែទាំផងដែរហើយសម្រាប់ការកែប្រែដីដាំស្ពៃក្តោបនេះខ្ញុំគិតថាលើកក្រោយខ្ញុំនឹងដាំផលិតផលផ្សេងម្ដងមើលចាំមើលតើដីវានឹងល្អប្រសើរបានប៉ុណ្ណាទៀតចាំខ្ញុំបង្ហាញជូនបងប្អូនមើលឃើញទៀតអីអត់ឃើញខ្លាំងណាស់